ឃ្លាថាកាយផ្លូវដាក់លូកាយលូតិចផ្លូវជាឃ្លាបែបចំអកប៉ុន្តែឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីតថភាពសង្គមជុំវិញបញ្ហាហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅក្នុងតំបន់ទីប្រជុំជនមួយចំនួននៅកម្ពុជាវត្តនៃការធ្វើផ្លូវរួចដាក់លូហើយទុកផ្លូវឲ្យខូចរួចជួសជុលឡើងវិញបានបង្កើតជាវេនកម្មដែលបន្តគ្នាដោយមិនទាន់ដឹងថាមានថ្ងៃណាកម្មនេះនឹងរលត់ជំងឺនេះមិនត្រឹមតែបង្កើតការលំបាកយ៉ាងខ្លាំងចំពោះការរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេប៉ុន្តែវាបាននាំឲ្យខាតបង់ថវិកាជាតិយ៉ាងខ្លាំងហើយថែមទាំងបង្ហាញថាអ្នកគ្រប់គ្រងគម្រោងអភិវឌ្ឍន៍នានាគឺមានរបៀបធ្វើការជាកញ្ជើធ្លុះចាក់បេតុងហើយឥឡូវយើងកាយផ្លូវយើងដាក់លូបើពិនិត្យមើលឫសគល់នៃបញ្ហាមូលហេតុចម្បងដែលនាំឲ្យមានទស្សនវិជ្ជាកាយចុះកាយឡើងនេះគឺដោយសារតែកង្វះផែនការរួមនិងការប្រស្រ័យទាក់ទងគ្នារវាងស្ថាប័នជំនាញពាក់ព័ន្ធស្ថាប័ននីមួយៗហាក់ដូចជាធ្វើការដាច់ដោយឡែកពីគ្នាដោយខាងជំនាញធ្វើផ្លូវក៏ធ្វើទៅតាមផែនការនិងកាលវិភាគរបស់ខ្លួនឯខាងជំនាញរៀបប្រព័ន្ធលូទឹកកខ្វក់អគ្គិសនីឬក្រុមហ៊ុនទូរគមនាគមន៍ក៏ហាក់ដូចជាមិនខ្វល់ថាពួកគេត្រូវធ្វើអ្វីនោះដែរពួកគេមានការងារធ្វើរៀងៗខ្លួនឬក៏មានរបៀបវារៈផ្ទាល់ខ្លួនរបស់ពួកគេនៅពេលដែលពួកគេធ្វើការងារក្រៅពីប្លង់មេស្ថាបត្យកម្មរួមតែមួយដែលគ្រប់ភាគីត្រូវតែគោរពនិងអនុវត្តតាមវានឹងបង្កើតឲ្យមានស្ថានភាពដែលមានផ្លូវថ្នល់ទើបតែធ្វើស្អាតរួចរាល់ប៉ុន្តែត្រូវមានជំនាញមួយទៀតមកកាយបំផ្លាញដើម្បីដាក់បណ្ដាញរបស់ពួកគេផ្លូវខ្លះធ្វើរួចមិនបាន3ខែផងក៏ត្រូវគេកាយលូយ៉ាងក្រហេងក្រហមចំណែកឯផ្លូវខ្លះទៀតត្រូវគេឈូសចោះដាក់ទៅយោទឹកដាក់ខ្សែភ្លើងលាក់នឹងលាក់ការអភិវឌ្ឍដែលខ្វះភាពស៊ីសង្វាក់គ្នានេះបានបន្សល់ទុកនៅផលវិបាកជាច្រើនទាំងផ្នែកសេដ្ឋកិច្ចនិងសង្គមក្នុងទិដ្ឋភាពសេដ្ឋកិច្ចថវិកាជាតិដែលបានមកពីពន្ធដារដែលជាកម្លាំងញើសឈាមរបស់ប្រជាពលរដ្ឋខ្មែរមួយកាក់មួយសេនសម្រាប់យកទៅទិញកៅស៊ូចាក់ថ្នល់ទិញបេតុងចាក់ផ្លូវត្រូវរលាយបាត់បង់ទៅវិញក្នុងរយៈពេល10ខ្លីហើយចំណែកឯការជួសជុលឡើងវិញត្រង់កន្លែងដែលកាយរួចជារឿយៗនាំឲ្យផ្លូវនោះឆាប់ខ្សែមុនអាយុក្នុងទិដ្ឋភាពសង្គមការដ្ឋានដែលអូសបន្លាយពេលបានបង្កើតទៅជាផ្សែងដីហុយទ្រលោមនៅរដូវប្រាំងលិចទឹកឬបែកភក់ជ្រាំនៅរដូវវស្សាអាជីវករតាមដងផ្លូវបានបាត់បង់ចំណូលបាត់បង់មុខរបរដោយសារតែអតិថិជនមិនអាចធ្វើដំណើរឬចូលចតបានចំណែកឯគ្រោះថ្នាក់ចរាចរណ៍ឬក៏គ្រោះថ្នាក់ធ្លាក់លូក៏កើតឡើងជាញឹកញាប់រហូតអ្នកខ្លះបានស្លាប់ចោលប្តីប្រពន្ធកូនម៉ែឪដោយសារតែរឿងអាស្រូវកាយដីដាក់លូកាយលូធ្វើផ្លូវនេះលើពីនេះរូបភាពដដែលបានធ្វើឲ្យសាធារណជនបាត់បង់ជំនឿចិត្តលើប្រសិទ្ធភាពនិងការទទួលខុសត្រូវរបស់អាជ្ញាធរពាក់ព័ន្ធដើម្បីបញ្ចប់វត្តដ៏រំខាននេះអាជ្ញាធររដ្ឋាភិបាលគួរតែប្រើភ្នែកទិព្វច្រមុះដែលមានញៀនពិសេសដើម្បីទាមទារឲ្យមានការផ្លាស់ប្ដូរជាប្រព័ន្ធលើការគ្រប់គ្រងគម្រោងអភិវឌ្ឍផ្លូវដំណោះស្រាយចម្បងគឺការបង្កើតអង្គភាពសម្របសម្រួលរួមមួយដែលមានអំណាចនិងទូនាទីដើម្បីបង្ខំឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងខាងអគ្គិសនីខាងទឹកស្អាតទូរគមនាគមន៍អ្នកជំនាញខាងផ្លូវថ្នល់អង្គភាពគ្រប់គ្រងលូត្រូវតែអង្គុយជជែកគ្នាអនុវត្តការងារក្នុងពេលតែមួយមានន័យថាមុននឹងធ្វើផ្លូវត្រូវរៀបប្រព័ន្ធលូនិងបណ្ដាញត្រង់ដីឲ្យរួចរាល់ទន្ទឹមនឹងនេះត្រូវពង្រឹងការទទួលខុសត្រូវខាងផ្នែកច្បាប់ដោយតម្រូវឲ្យក្រុមហ៊ុនម៉ៅការសាងសង់ឬក្រុមហ៊ុនដែលកាយផ្លូវរួចត្រូវតែស្ដារផ្លូវនោះរៀបចំផ្លូវនោះឲ្យប្រសើរឡើងវិញឲ្យបានឆាប់បំផុតការអភិវឌ្ឍសហគមន៍ឬទីក្រុងឲ្យមានភាពស៊ីវិល័យមិនមែនវាស់វែងត្រង់ថាតើគម្រោងនោះមានច្រើនប៉ុណ្ណាទេប៉ុន្តែគេត្រូវវាស់វែងលើប្រសិទ្ធភាពនិងចីរភាពនៃការអភិវឌ្ឍគម្រោងទាំងនោះការផ្លាស់ប្ដូរពីរបៀបធ្វើការដាច់ដោយឡែកមកជាការធ្វើការរួមគ្នាដោយមានផែនការច្បាស់លាស់គឺជាគន្លឹះតែមួយគត់ដើម្បីបញ្ចប់ជីវិតនៃការខាត់បងបណ្ដាលមកពីការកាយផ្លូវដាក់លូកាយលូខ្ទេចផ្លូវនេះចំណែកឯប្រជាពលរដ្ឋវិញមិនត្រឹមតែត្រូវអង្គុយទ្រាំចាំមើលនោះទេពួកគេអាចជំរុញឲ្យមានដំណោះស្រាយលឿនជាងមុនពលរដ្ឋខ្មែរមានទូរស័ព្ទស្ទើរគ្រប់ដៃពួកគេមិនត្រូវទុកទូរស័ព្ទនោះចោលឬអូស TikTok ដោយឥតប្រយោជន៍នោះទេពួកគេអាចថតរូបផ្លូវខូចរួចរាយការណ៍ទៅថ្នាក់លើដើម្បីឲ្យមានដំណោះស្រាយឲ្យទាន់ពេលវេលាម្យ៉ាងទៀតការបញ្ចេញមតិនៅក្នុងបណ្ដាញសង្គមក្នុងន័យស្ថាបនាក៏អាចមានលទ្ធផលវិជ្ជមានធ្វើឲ្យមានសម្ពាធហើយអាចធ្វើឲ្យមានអន្តរាគមន៍បានទាន់ពេលវេលាដែរ
ការបញ្ចប់វត្តនៃការកាយចុះកាយឡើងនេះមិនអាចកើតឡើងត្រឹមតែពេលមួយយប់នោះឡើយព្រោះតម្រូវឲ្យមានការកែតម្រង់ទាំងទម្លាប់ធ្វើការរបស់មន្ត្រីជំនាញនិងប្រព័ន្ធគ្រប់គ្រងថវិកាជាតិទោះជាយ៉ាងណាក្នុងនាមជាប្រជាពលរដ្ឋការបន្តតាមដានជំរុញនិងរាយការណ៍អំពីបញ្ហាអសកម្មទាំងនោះដោយផ្អែកលើច្បាប់ស្មារតីស្ថាបនាគឺជាឧបករណ៍ដ៏មានឥទ្ធិពលបំផុតក្នុងការកាត់បន្ថយពេលវេលាដែលត្រូវស៊ូទ្រាំមកឲ្យនៅខ្លីបំផុតនិងឈានទៅលុបបំបាត់វត្តរំខាននៃការកាយផ្លូវដាក់លូកាយលូផ្ទៃផ្លូវឲ្យបានទាំងស្រុងនៅថ្ងៃអនាគតខ្ញុំប៉ាន់វិចារប្រជាកាសែតភ្នំពេញ